បាទជំរាបសួរលោកគ្រូអ្នកគ្រូដែលជាគ្រូបន្ទុកថ្នាក់ចឹងខ្ញុំនឹងធ្វើវីដេអូខ្លីមួយពាក់ព័ន្ធទៅនឹងការធ្វើផែនការសិស្សសម្រាប់ឆ្នាំសិក្សា2024-2025នេះបាទនេះគឺជាទម្រង់នៃការបំពេញផែនការសិស្សនៅក្នុងសាលារៀនដែលខ្ញុំបានបម្រើការគឺវិទ្យាល័យរាជសែនសំរោងនេះគឺសម្រាប់សិស្សថ្នាក់ទី7និងសិស្សថ្នាក់ទី8បាទបន្ទាប់ពីគ្រូដឹកនាំសិស្សបំពេញផែនការរួចហើយគឺដើមឆ្នាំគឺត្រូវឲ្យអាណាព្យាបាលបាទហត្ថលេខាឬផ្តិតមេដាយប៉ុន្តែចុងឆ្នាំនៅក្នុងដើមឆ្នាំអត់ទាន់ឲ្យគាត់បំពេញឬក៏ផ្តិតមេដាយទេចាំចុងឆ្នាំឲ្យគាត់មើលលទ្ធផលនឹងម្ដងទៀតបាទបន្ទាប់មកគឺនេះសម្រាប់ថ្នាក់ទី9បាទនេះសម្រាប់ថ្នាក់ទី10ហើយនេះសម្រាប់ថ្នាក់ទី11និងទី12បាទអញ្ចឹងខ្ញុំគិតថាតាមសាលាទាំងអស់ប្រកាសជាមានបាទទម្រង់នៃការបំពេញបែបនេះប៉ុន្តែគ្រាន់តែរូបរាងខ្លះគឺបញ្ឈររូបរាងខ្លះគឺទម្រង់ផ្ដេកប៉ុន្តែធ្វើយ៉ាងណាគឺយើងគិតនៅក្នុងឆ្នាំ2025នេះគឺយើងចាប់ផ្ដើមធ្វើផែនការគឺពីខែធ្នូមកបាទពីធ្នូមករារហូតដល់ខែសីហាចុងឆ្នាំហ្នឹងអញ្ចឹងសំណួរសួរថាតើខ្ញុំបានទិន្នន័យសិស្សម្នាក់ៗហ្នឹងមកពីណាអញ្ចឹងគ្រូបន្ទុកថ្នាក់ត្រូវតាក់ទងទៅកាន់ ICT បាទតាក់ទងទៅកាន់ ICT បាទគាត់គឺមានទ្រង់ទ្រាយទិន្នន័យបែបនេះបាទអញ្ចឹង ICT គាត់ប្រកាសជា workshop បាទតាមថ្នាក់នីមួយៗដែលជាលទ្ធផលរបស់ថ្នាក់ម្នាក់បាទថ្នាក់មួយណាបាទអញ្ចឹងគាត់ចូលទៅក្នុងកិច្ចការងារទី3បាទនេះទិន្នន័យតេស្តស្តង់ដារឆ្នាំ2025នេះគឺនេះទិន្នន័យចុចកន្លែងនេះមកបាទអញ្ចឹងគាត់ចាប់ផ្ដើមយកសិស្សថ្នាក់ទីប្រមាណអញ្ចឹងខ្ញុំសូមឧទាហរណ៍បាទសិស្សថ្នាក់ទី7ចុះបាទសិស្សថ្នាក់សំទោសថ្នាក់ទី12បាទថ្នាក់ទី12ចុះដែលជាសិស្សត្រៀមនឹងបញ្ចប់ការសិក្សាអញ្ចឹងនៅត្រង់ចំណុចនេះគឺគ្រូ ICT ហ្នឹងគាត់ចូលទៅកន្លែង Chip Report PBC1 បាទអញ្ចឹងគាត់ចូលទៅកន្លែងនេះគឺគាត់ចូលទៅកន្លែងទិន្នន័យពាក្យថាបាទតេស្តដើមឆ្នាំបាទនេះតេស្តដើមឆ្នាំអញ្ចឹងគាត់តេស្តដើមឆ្នាំបន្ទាប់មកគាត់ច្រោះនៅកន្លែងនេះគឺគាត់យកថ្នាក់ទីបាទគាត់យកថ្នាក់ទីបន្ទាប់ពីថ្នាក់ទីហើយកន្លែងនេះគឺគាត់ចាប់ផ្ដើមជ្រើសរើសយកប្រភេទថ្នាក់បាទប្រភេទថ្នាក់បាទនេះនៅកន្លែងនេះបាទអញ្ចឹងគាត់ចាប់ផ្ដើមធ្វើផែនការគាត់អានឹងមួយទី2គឺយើងចុចនៅកន្លែង result នេះក៏បានដែរបាទនេះនៅកន្លែង list បាទ student result list បាទចូលទៅកន្លែងនេះក៏បានដែរដើមឆ្នាំកន្លែងនេះគឺយើងចាប់ផ្ដើមច្រោះយកថ្នាក់ទី12បាទខ្ញុំយកទី 12B ចុះបាទអញ្ចឹងវានឹងប្រែប្រួលទិន្នន័យកន្លែងនេះគឺលោតកម្រិតថ្នាក់ទី 12B តែម្ដងបាទអញ្ចឹងសូមរងចាំឲ្យវាដើរឲ្យស្រួលសិនទៅបាទនេះវាដើរបានស្រួលប៊ូលហើយអញ្ចឹងខ្ញុំសូមអនុញ្ញាតយកសិស្សម្នាក់បាទមកធ្វើជាការធ្វើផែនការរបស់គាត់បាទធ្វើផែនការរបស់គាត់អញ្ចឹងខ្ញុំយកសិស្សទី1ចុះដើម្បីបង្កភាពងាយស្រួលគឺខ្ញុំយកសិស្សកាំងវិជ្ជមានបាទអញ្ចឹងខ្ញុំ copy ឈ្មោះកាំងវិជ្ជមាននេះមកបំពេញអញ្ចឹងយើងយកតំណ link ឬក៏กระดาษធ្វើផែនការសិស្សហ្នឹងគឺយកកម្រិតថ្នាក់ទី11និងទី12ដែលមានរបបបន្ទុកបាទថ្នាក់វិទ្យាសាស្ត្រផ្សេងថ្នាក់សង្គមផ្សេងបាទថ្នាក់វិទ្យាសាស្ត្រគឺមានរបប75ថ្នាក់សង្គមមានរបប125ឬក៏ផែនដី50ឬក៏មុខវិជ្ជាដោយឡែកពីគ្នានេះគឺมันខុសគ្នាទេបាទគឺយើងមាន3ប្រភេទ125 75និង50បាទអញ្ចឹងកន្លែងនេះគឺយើងបំពេញឈ្មោះគាត់មកបាទកាំងវិជ្ជមានបាទភេទប្រុសបាទយើងដាក់មកបាទភេទប្រុសបាទអត្តលេខរបស់គាត់អញ្ចឹងយើងមានអត្តលេខរបស់គាត់ហើយនៃអត្តលេខបាទយើងយកអត្តលេខរបស់គាត់ហ្នឹងមកបំពេញចូលមកបាទមកបំពេញចូលនៅកន្លែងនេះមកហើយគាត់ថ្នាក់ទីបាទ 12B បាទV 12B មកស្ថានភាពគ្រួសាររបស់គាត់យ៉ាងមិនដែរអញ្ចឹងយើងដឹងពីស្ថានភាពរបស់គាត់ហើយគាត់ដាក់ខ្លួនឯងក៏បានដែរបាទកន្លែងនេះគឺមធ្យមបាទកន្លែងនេះគឺសិស្សជាអ្នកបំពេញទេបាទអញ្ចឹងគាត់ដាក់ឈ្មោះមកវិទ្យាល័យតេជោសែនសំរោងខេត្តឧត្តរមានជ័យបាទខេត្តឧត្តរមានជ័យមកបន្ទាប់មកគឺមេដាបេដារបស់គាត់បំពេញមកហើយគ្រូបន្ទុកថ្នាក់បាទគាត់បំពេញមកហើយលេខទូរស័ព្ទគ្រូបន្ទុកថ្នាក់បាទហើយគាត់បំពេញដែរមកបាទបំពេញចូលមកហើយលេខទូរស័ព្ទអាណាព្យាបាលក៏បំពេញចូលដែរបន្ទាប់មកគឺយើងចាប់ផ្ដើមចូលទៅដល់ចំណុចគេបានបញ្ជាក់បាទអញ្ចឹងបើសិនបើសិស្សទី12มันមានលបឿនណានទេយើងមិនចាំបាច់បំពេញទេបាទយើងហាយឬក៏លុបចោលតែម្ដងទៅសម្រាប់ទី12ណាបាទ
ចឹងយើងលុបមកយើងຕົកតែមុខវិជ្ជាគោលដៅបានហើយព័ត៌មានវិជ្ជាបើសិនជាអត់មានទេគឺយើងលុបវាទៅបាទយើងលុបវាទៅយើងលុបវាណាបាទតែខ្ញុំសុំចំហសិនបាទសុំចំហសិនយើងបដោតទៅលើមុខវិជ្ជាគោល6ឬក៏ទៅ10មុខហ្នឹងបាទអញ្ចឹងដើមឆ្នាំនេះយើងបានទិន្នន័យដើមឆ្នាំគឺយើងចាប់ផ្ដើមមកបាទអញ្ចឹងខ្ញុំពង្រីកអានេះធំតិចមកបាទនេះអញ្ចឹងយើងចាប់ផ្ដើមមកមុខវិជ្ជាភាសាខ្មែរគាត់បាននិទេសគណិតគាត់បាន S រូបគីមី S អញ្ចឹងយើងដាក់បញ្ចូលមកគឺខ្មែរនេះគឺគាត់បានតិបាទគណិតគាត់បាន F រូបបាន F គីមីបាន F បាទយើងបញ្ចូលទៅមកជីវៈ C ប្រវត្តិ C បាទយើងដាក់មកជីវៈ C ប្រវត្តិ C យើងមើលសិលធម៌ពលរដ្ឋរបស់គាត់ F ផែនដីភូមិ F បាទអញ្ចឹង F ទាំងអស់បាទនៅកន្លែងនេះគឺសត្វ F ទាំងអស់បាទយើងមើលពលរដ្ឋសិនពលរដ្ឋគាត់បាន S ដែរបាទយើងមើលសិនមកS ដែរបាទអញ្ចឹងយើងដាក់មក F បាទ F បាទអានេះគឺយើងដាក់ F អូតូទៅបាទកន្លែងនេះគឺយើងគ្រាន់និមិត្តរូបទេបន្ទាប់មកគាត់ចាប់ផ្ដើមបានទិន្នន័យនឹងហើយគាត់ចាប់ផ្ដើមធ្វើផែនការបាទផែនការចេញហ่ะបាទអញ្ចឹងនៅក្នុងខែធ្នូអញ្ចឹងខែវិច្ឆិកាយើងរៀនបានមួយខែអញ្ចឹងទៅអញ្ចឹងខែធ្នូអញ្ចឹងតើខ្មែររបស់គាត់នឹងគាត់រក្សាចេញពីដដែលឬក៏ចេញពីសេអញ្ចឹងយើងគិតថារៀនដំបូងអញ្ចឹងយើងស្ទាបស្ទង់សិនហើយយើងយកបាទ S នេះគឺយកដែរមិនមែនយក F ទេបាទបើយើងយក S បានន័យថាមួយខែហ្នឹងគឺយើងអត់បានរៀនហើយគ្រូអត់បានបរៀនទៀតបាទអញ្ចឹងយើងផ្ដើមចេញពីអញ្ចឹងC នេះយើងអត់ផ្ដើមចេញពីទេគឺយើងផ្ដើមចេញពី C បាទ C មកអានេះ S នេះគឺបាទនេះគឺចេញពីមកបាទបន្ទាប់មកគឺជាក់ស្ដែងនេះចាំយើងដាក់បញ្ចូលមិនទេយើងធ្វើផែនការសិស្សសិនបាទខែមករានេះយើងចាប់ផ្ដើមមកគាត់នៅដដែលឬក៏គាត់បដិញ្ញាអញ្ចឹងគាត់ថាំងរៀនបានប៉ុណ្ណឹងសិនតែគាត់ចេញពីសិនណាបាទអញ្ចឹងគាត់ដាក់មកដាក់បាទដាក់ប៉ុន្តែមិនមែនចេះតែទាំងអស់ហ្នឹងគាត់មើលទៅលើមុខវិជ្ជាដែរបើមិនបើខ្មែរគាត់ថាល្អគាត់ដាក់ចេញពី D មកតែបើគណិតគាត់ថាំងទៅមិនទាន់រួចទេគាត់សុំសិនរូបវិទ្យាដោយសារតែគាត់ហ្នឹងគឺជាថ្នាក់សង្គមអញ្ចឹងគាត់ថាមិនសូវបកកែរូបគីមីទេគាត់ដាក់ប្រភេទសិនប៉ុន្តែជីវៈរបស់គាត់គ្រាន់បើប៉ុន្តែគាត់ដាក់ C បាទប្រវត្តិល្អគាត់ថាំងសុំរក្សានៅ C ដដែលពលរដ្ឋគឺបាទចេញពីទាំងអស់ហ្នឹងសិនមកសំទោសកន្លែងនេះគឺបាទបាទបន្ទាប់មកចូលដល់ខែកុម្ភៈនេះជាការប្រឡងឆមាសផងអញ្ចឹងគាត់បដិញ្ញាចិត្តដែរអញ្ចឹងគាត់ចង់បាន C បាទដើម្បីឲ្យគាត់ល្អកន្លែងនេះគឺគាត់អាចរំកិលឡើងទៅ D បាទទៅ D កន្លែងនេះគឺគាត់គិតថាំងសាក់បដិញ្ញាចិត្តយក B កន្លែងនេះយក B បាទយក B ហើយនេះគឺគាត់យក D បាទយក D ដល់ពេលចូលដល់ខែមីនាបាទខែមីនាគឺគាត់ថាំងទៅមិនទាន់ដល់យើងសុំនៅ C អានេះគឺនៅ D បាទនៅ D អញ្ចឹងមកហើយអានេះនៅ B បាទនៅ B អានេះគឺ D នៅ D បាទប៉ុន្តែប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែងតែខែមេសាដែលថាយើងអត់បានប្រឡងឬអត់អីទេលទ្ធផលគឺរក្សាដដែលមកប៉ុន្តែខែ5យើងអាចបង្កើតបដិញ្ញាចិត្តថាំងយើងរៀនបានចំណេះដឹងជ្រៅជ្រះច្រើនហើយគាត់ថាំងខ្មែរគាត់នឹងសាក់លបងបដិញ្ញាយោនិទេស B មើលបាទគាត់ដាក់ B បាទខ្ញុំសូមselect កន្លែងនេះយកអក្សរធំបន្តិចបាទទៅគាត់យក B កន្លែងនេះគាត់យក C បាទគាត់រំកិលឡើងហើយកន្លែងនេះគឺ C បាទ C បាទជីវៈគាត់ថាំងទៅមិនរួចទេគាត់សុំទៅ B ហើយបាទអញ្ចឹងគាត់ដាក់ B វិញទៅបាទកន្លែងនេះគាត់ថាំងទៅមិនរួចដែរប្រវត្តិប៉ុន្តែមុខវិជ្ជាសង្គមទេប្រវត្តិគឺគាត់អាចរំកិលឡើងទៅ A ហើយគាត់តែបដិញ្ញានឹង A ហ៎ដល់ពេលពលរដ្ឋក៏គាត់បដិញ្ញាដែរគាត់យក A ដែរបាទដល់ពេលផែនដីគឺបន្ទុក50ទេឬក៏គេហៅថាបន្ទុកចំណេញណាសំទោសបន្ទុកមុខវិជ្ជាបន្ថែមបាទអញ្ចឹងគាត់ថាំងស្ទើរសេដែរបាទនេះគឺភូមិក៏គាត់អាចឡើងមកសេគឺជាមុខវិជ្ជាគោលដៅរបស់គាត់បាទអង់គ្លេសគាត់ទៅយកសេទៅបន្ទាប់មកចូលដល់ខែបាទខែ6អញ្ចឹងគាត់រក្សា B ដដែលមកបើថាគាត់ទៅមិនរួចឬអានេះគឺ C ដដែលសិនទៅបាទ C នេះគឺ B បាទនេះគឺដឹងតែ A អត់មានថយវិញទេបាទកន្លែងនេះគឺគាត់រំកិលឡើងហើយគាត់អាចរំកិលឡើងសាក់លបងហើយបាទអញ្ចឹងចូលដល់ខែ7គាត់ថាំងខែ7គឺគាត់ទៅមិនទាន់រួចដែរគាត់ថាំងដាក់លេងដាក់ A សាក់បើបាទកន្លែងនេះគឺ B គាត់បដិញ្ញាចិត្តណាប៉ុន្តែមិនមែនចេះតែនឹកឃើញដាក់ទេណាដាក់ដោយមានការសិក្សាផងយ៉ាងនេះគាត់ដាក់ A នេះដឹងតែ A អូតូអានេះ B គាត់ដាក់ A បាទគាត់បដិញ្ញាប៉ុន្តែអង់គ្លេសគាត់ថាមិនអាចយក A បានទេបានតែ B ទេគាត់រក្សា B ថេហើយអញ្ចឹងដល់ខែប្រឡងឆមាសឬក៏ប្រឡងបញ្ចប់អញ្ចឹងគាត់ដឹងតែនេះ A កន្លែងនេះគឺគាត់គណិតគាត់ថាទៅមិនរួចទេមិនអាចយក A បានទេយកតែ B បានហើយ
bà chân ru chia có đôi khi đây cái thắng rọn ru chứ trùm bì bán này bà chân chi kimi cái trùm tập bì đây bà đập bì chi viết cái thắng bữa bạch nhà tranh vì đá còn prang đi và tham tí đã dụ e thôi bà trong cuộc vót e sao tranh móc cứ e ai bà những ông lấy cái thắng mà đã dụ e bàn đấy ở ai thế bì à bà chân trong chăn cứ đôi khi đây trong chăn cứ lấy khai bồng bay nó ngay bà khai xây ha nó ngay cứ lấy đôi tập kia thì bà chân bị dân đặt e từng o cả đặt tới bên đây dương trời prang luôn ai bà chuyện sai mình thấy thom đa tí lê trong năm cứ lê ballon trong biệt trong cào như ngay mình thấy vừa thấy dương trong ô đã ế có ô tờ bà cứ bị ô tô này lại nè bà trong p đại chuyện sai nhưng chập đam mới dương mưa con ở tây khai khai thnu từ con bàn đi tây này lại này chứng dương chập đam xạ là bò này chân còn chập đam thưa ca cho vô khai thnu bà nè còn cho vô khai thnu ta căng vì chấm biến nước ta khai thnu khai mai quát bàn ấy bà bàn tê ấy chân dương chập đam vô máu vô màu bị chói dương thưa cao vì đầm lầy là tập hợp chuyện sai hay đang phàn cà bỏ quạt bà chân p đại việt đầm na ca solution bà đầm na ca solution máu này vì nơi lột nơi đào lại nè bà về để đào sưu cứ dương ai vô tin ở đây nó một đạn bà lấy này vì đầm na ca sưu là dương chập đam vô này tê máu này một chi phía xa khai mai quát bàn ấy cần đứt cột bàn D rụp cột bàn D chân dương vô một video này lại này chuyện sai máu cột bàn F bà chân mà này tha là tập hợp bọc quát khai thnu nó cứ khai bọc quát thôi thì với nhái sói bàn tay cần đứt cột bàn D rụp cột bàn D kimi cột bàn F bà này kimi cột bàn F chỉ viết ai bà bọc chân dương đạm máu F bà bọc bà chân bàn này tập thôi này khơi nhé bà là tập hợp một quạt thôi à dương mưa po rọt quạt rọt tranh bị F bà trái quạt chia co rồi cả thưa phan cá quạt trong bàn thì chân cái lại này tạo bàn rồi cả là rồi cả thôi chân dương mưa po rọt chia báo bà chân po rọt chia một quạt bàn đế phan đây quạt bàn e chân dương dùng một video máu cứ lại này đế phan đây bàn e khơi khăng à chứ mưa phun đòn phun nâng bị sạp bò tì bà phun quạt bàn F bà phía xa bò tết cột bàn đề bà chân dương đã trôi máu phun bàn F bà phía xa bò tết cứ cột bàn đề bà nên cứ chỉ là tập hợp chuyện sai được cột bàn thua tây được nông khái bà thnu bà này dừng khơi nhé chứng khơi nhờ phiệp khâu kia rồi có phiệp lò và sao chân dương từ bước khai mẹ ra chân dương miên là tập hợp khai mẹ ra hay dừng chọc lại này cứ dương vô khai mẹ ra bà dương vô khai mẹ ra bà chân pe đại việt đầm na ca sưu dương vô tin phò nó mau bị trộn bà chân khai mẹ cái dương miên hái dương chập đà máu cứ quật bàn đế cái nít bàn chân dương vô máu lại nè bà máy quật bàn đế cái nít quật bàn bà khởi nhé bàn đế bàn tay lại nó cứ pua có hòm á bà dương đã pua có hòm bà chân dương mưa tin máu ru kimi chi viện quật bàn bà ru kimi ái chi viện bì bà bà F bà quật bàn đi dừng từ ở đập po rọt quật bàn A bà po rọt bàn đi po rọt bàn F bà chứng đạm máu đi F bà đi F đập pan đây bà pan đây quật ra xa E rồi đấy phum C bà E C dừng mưa ông clay bà ông clay quật bàn đi ở cho xong tu ông clay quật bàn bà quật bàn bà quật bàn rồi đây bà quật bàn bà này cứ chi là tập hợp đại dương thưa ca thi pi một khai từ một khai chấn sơ quật chập đam vô là tập hợp nó màu bị trố lấy quật chập đam pin đứt bờ nước nông khai cùng phệ này chấn khai mẹ gara này quật chia co được cả thưa phan cá ban để để cái smart kia để bị smart kia bàn tay kỳ mỹ quật thưa phan cá thay vô bàn tay balong chuyện sẽ đánh quật bàn F đập chi viết có thay vô C bàn tay quật bàn đi chấn quật trời bạch nhà chật và to tí đây quật không đi là khai cùng phệ này quật dục si ở ban rồi còn là o chieng si bà quật dục đi ở ban rồi còn là o chieng đi quật vô là o rồi còn smart nơi khăn ở vậy được quật phơi phan cả đó đó trong chân nam bà vàตัวmáu cứ sơ quật chập đam phơi phan cả này ấy mà chân nam năng ấy hay quật chập đam vô là tập phơi này tới áo anh áp siêu bà nó quật hạt lệ khá rồi có đặt biệt đấy sầm đạp trong chân nam ấy bà chân đi cứ chi phan cả sơ mình nè bà chân thằng xem cầm rạch thạp xem cứ phơi đôi khi chẳng đá bà cứ dương phơi phàn cá sơ nước đầm bơi ở sơ quạt tam đan sắm mặt tập hiệp bọc quạt để quạt bàn riêng chỉ mùi nâng lục kru này một chia
ទាំងអស់នេះដើម្បីគាត់ធ្វើផែនការហើយគាត់នឹងដើម្បីសម្រេចផែនការរបស់គាត់ថាតើស្មើផែនការឬក៏ខ្ពស់ជាងផែនការឬក៏ទាបជាងផែនការបើទាបជាងផែនការនៅខែបន្ទាប់គាត់ត្រូវតែប្រឹងឲ្យខ្លាំងជាងខែមុនដែលគាត់ខ្សោយប៉ុន្តែបើថាខែមុនគាត់ល្អគាត់ត្រូវតែរក្សាភាពល្អនិងបង្កើនភាពល្អនៅខែបន្តបន្ទាប់រហូតដល់ចុងឆ្នាំបាទនេះគឺជាផែនការរបស់សិស្សដែលយើងផ្ដោតទៅលើមុខវិជ្ជាទាំង10សម្រាប់ការបង្រៀននិងរៀនរបស់សិស្សានុសិស្សនិងគ្រូមុខវិជ្ជាបាទសូមអរគុណ